នេះគឺជារបៀបប្ដូរពណ៌ផ្លែឈើនៅក្នុងកម្មវិធី Photoshop ជំហានដំបូងអ្នកគ្នាអាចធ្វើការចុចទៅលើធួមួយមានឈ្មោះថា Object Selection Tool ដើម្បីធ្វើការកាត់ទៅលើ background របស់យើងអញ្ចឹងត្រង់កន្លែងនេះអ្នកគ្នាអាចធ្វើការដូរ rectangle ដាក់ lasso tool វិញដើម្បីធ្វើការគូរទៅលើ object របស់យើងអញ្ចឹងអ្នកគ្នាអាចធ្វើការរងចាំវាបន្តិចមកគឺនឹងលោតស្អីបែបនេះជូនយើងបន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការចុច Alt ចុចយើងធ្វើការគូសតោងចេញអូខេអញ្ចឹងត្រង់កន្លែងនេះគឺខ្ញុំធ្វើការយកតែផ្លែទេតោងគឺយើងអត់យកទេយើងធ្វើការចុចមកកាន់ mouse tool ហើយអ្នកគ្នាអាចធ្វើការចុច Ctrl J មួយដើម្បីធ្វើការ copy layer របស់យើងបានមួយទៀតអញ្ចឹងខ្ញុំសូមធ្វើការរៀបឈ្មោះឲ្យវាខ្ញុំដាក់ថា Apple បន្ទាប់ពីហ្នឹងគឺខ្ញុំធ្វើការចូលមកកាន់ menu bar ខ្ញុំយកពាក្យថា image ធ្វើការយកពាក្យ adjustment ហើយខ្ញុំអូសមកខាងក្រោមយកពាក្យថា refresh color ខ្ញុំសូមធ្វើការអូសមកខាងឆ្វេងដៃបន្តិចឲ្យងាយស្រួលមើលហើយខ្ញុំធ្វើការចាក់ទៅលើនឹងមួយចុចពាក្យ OK សិនមកថតនេះអត់អីទេចាក់ម្ដងទៀតមកបន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការមើលកន្លែង color របស់យើងអ្នកខ្លះស្អែងពណ៌ណាដាក់ពណ៌ណាមកសម្រាប់ខ្ញុំគឺខ្ញុំយកពណ៌ក្រហមចុចពាក្យ OK ចាក់មួយទៀតមកបន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការចុចកន្លែង eyedrop របស់ធួនៅកតាហ្នឹងយើងចាក់វាម្ដងទៀតអញ្ចឹងយើង select ពណ៌ណាដែលអត់ទាន់ក្រហមយើងធ្វើការ select វាឲ្យពេញមកអូខេបើមានថងកន្លែងណាអត់ទាន់ក្រហមយើងធ្វើការចាក់វាសិនមកហើយយើងធ្វើការ overlay ឲ្យដល់200បែបនេះមកយើងធ្វើការចាក់ម្ដងទៀត select វាតិចៗមកហើយយើងធ្វើការចាក់ថងកន្លែងណាដែលអត់ទាន់ក្រហមបន្ទាប់ពីហ្នឹងយើងចុចពាក្យ OK ទៅគឺរួចរាល់អស់ហើយសម្រាប់រូបភាពរបស់យើងអូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺសូមចប់ត្រឹមប៉ុណ្្នឹងហើយបើសិនជាគ្នាយើងណាចង់ធ្វើការសិក្សាទៅលើជំនាញ graphic design អ្នកគ្នាអាចធ្វើការសិក្សានៅសាលា SC Academy បាន